អ្វីបានជាការធ្វើការជាមួយនឹង influencer ឬក៏ content creator ភាគច្រើនអាជីវកម្មទូចៗឬក៏ SME គាត់តែងតែបញ្ចប់ទៅដោយការខកចិត្តវាអាចថាមិនមែនមកពី creator គាត់ធ្វើមិនល្អនោះទេប៉ុន្តែមកពីអាជីវកម្ម SME ខ្លួនឯងគាត់អត់បានផ្ដល់ campaign brief ច្បាស់លាស់មើលទៅ campaign brief ហ្នឹងគឺបានន័យថាម៉េចឧទាហរណ៍ថាបើសិនជាទូទៅអាជីវកម្មទូចៗគាត់តែងតែផ្ញើសារឆាតខ្លីៗទៅកាន់ creator ដូចជាឲ្យពួកគាត់ជួយប្រម៉ូទផលិតផលឲ្យបន្តិចតែគាត់អត់បាននិយាយជាមួយនឹង creator នឹងច្រើនទេហើយបើសិនជា creator គាត់អត់សូវបានសួរនាំផងវាអាចធ្វើឲ្យការថតមួយចំនួនធំគឺខុសគោលដៅនឹងត្រូវទាមទារឲ្យអាជីវកម្មគាត់មកកែជាច្រើនដងទៀត campaign brief វាមិនមែនជាការដាក់នៅលក្ខខណ្ឌដាច់អាហារការទេវាគឺជាការផ្ដល់សេរីភាពមួយបែបច្នៃប្រឌិតដែលឲ្យខាង creator ផងគាត់ធ្វើយ៉ាងម៉េចក៏បានប៉ុន្តែឲ្យរក្សាចម្បងមួយគឺខ្លឹមសារអាជីវកម្មគាត់អញ្ចឹងថ្ងៃនេះគឺយើងមកចែកម្លែកបញ្ជីផ្ទៀងផ្ទាត់ចំនួន6ដែលអាជីវកម្ម SME ទូចៗគាត់អាចបំពេញបាននៅក្នុងរយៈពេលខ្លីចំណុចទី1គឺជាគោលដៅនៃ campaign យើងជា main object តើយើងចង់ឲ្យគេស្គាល់ brand ឬក៏យើងចង់ឲ្យគេមកទិញផលិតផលនឹងភ្លាមៗគោលដៅយើងជាគោលដៅ sell ឬក៏មិនយើងត្រូវមានគោលបំណងមួយឲ្យច្បាស់ហើយរក creator ឲ្យត្រូវដែលវានៅក្នុងចំណុចទី2គឺថាតើគោលដៅអតិថិជនយើងនៅណា audience យើងគឺជា audience ប្រភេទអីបើសិនជាយើងប្រម៉ូទតាម creator ហ្នឹងបើសិនជាយើងចង់ target sell យើងត្រូវរក content creator ណាដែលគាត់ relate ជាមួយនឹងផលិតផលយើងដែរបានយើងអាចមានឱកាសលក់ផលិតផលនោះបានត្រូវអត់បើសិនជាយើងដាក់ផលិតផលរបស់យើងនៅក្នុង creator ណាដែលស្ថិតនៅក្នុង category ផ្សេងប្រហែលបែរជាអាចទៅរួចទេមើលទៅចំណុចទី3គឺជាសារចម្បងឬក៏ key message សួរខ្លួនឯងថាតើអត្ថន័យមួយណាដែលអ្នកមើលគាត់នៅចងចាំយើងបានទី4គឺជាតម្រងនិងលទ្ធផលការងារយើងក្នុងនាមជាអាជីវកម្មគួរណាតែបញ្ជាក់ឲ្យច្បាស់ថាតើយើងត្រូវឲ្យគាត់កាត់តតាមរយៈអីគេហើយឲ្យគាត់បង្ហោះទៅណាដូចជា Facebook Reel ឲ្យគាត់ធ្វើរយៈពេលប្រហែល60 second ចុះក្រោមឬក៏ឲ្យគាត់ផុសនៅក្នុង platform ផ្សេងដូចជា TikTok ឬក៏ YouTube ដែលអាចធ្វើជា long form បានហើយ style video ជាប្រភេទផ្ដេកចឹងទៅអញ្ចឹងយើងគួរណាតែបញ្ជាក់ប្រាប់គាត់ចំណុចទី5គឺជាការបរិច្ឆេទជា timeline មួយដែលយើងគួរណាតែកំណត់ថ្ងៃជាក់លាក់ដែលថាយើងចង់បានការងារហ្នឹងយកមកមើលឬក៏ content creator គាត់ក្រុងផុសវីដេអូហ្នឹងនៅថ្ងៃណាដើម្បីឲ្យយើងដឹងផងនិងយើងចង់កែសម្រួលរបៀបម៉េចចំណុចទី6តាក់ទងទៅនឹងថវិកានិងសិទ្ធិប្រើប្រាស់ក្នុងនាមយើងជាអាជីវកម្មឬក៏ប្រភេទ SME យើងគួរណាមិនថាប្រភេទ SME ទេគឺទាំងអស់ហ្មងយើងគួរណាប្រកាសថវិកាឲ្យច្បាស់លាស់ទៅលើគម្រោងមួយហ្នឹងឬក៏ការប្រម៉ូទមួយហ្នឹងនឹងប្រាប់គាត់ទៅវិញថាតើយើងក្រងនឹងយកវីដេអូហ្នឹងបញ្ចូលជា ad របស់យើងឬក៏អត់ដោយសារតែ content creator ខ្លះគាត់អត់ចង់ឲ្យអ្នកផ្សេងគឺយកវីដេអូគាត់ទៅទេគាត់ចង់ផុសតែនៅលើ platform គាត់ឬក៏បើសិនជាយើងចង់បានវីដេអូគាត់អាចនឹងតម្លើងតម្លៃឬក៏គាត់មានការចរចាផ្សេងអាហ្នឹងយើងត្រូវយល់ឧទាហរណ៍អាជីវកម្មមួយជាប្រភេទ SME ហើយគាត់លក់ភេសជ្ជៈនៅភ្នំពេញនៅពេលដែលគាត់ធ្វើការប្រម៉ូទហ្នឹងតែគាត់ផ្លាស់ប្ដូរពីការប្រើប្រាស់សារឬក៏ឆាតធម្មតាដែលនិយាយគ្នាច្បោកច្បល់ច្រើនគាត់ចាប់ផ្ដើមប្រែប្ដូរមកតម្រង់ជា campaign brief ហើយ follow ទៅតាម6ចំណុចដែលយើងនិយាយហ្នឹងជាលទ្ធផលគាត់ធ្វើឲ្យ content creator ថយពេលនៃការធ្វើវីដេអូរបស់គាត់ពាក់កណ្ដាលមកបានន័យថាខាងគាត់ក៏ស្រួលខាង creator ក៏គាត់ស្រួលថា campaign មួយហ្នឹងរបស់អាជីវកម្មគាត់គោលដៅចង់បានអីនៅពេលដែលគាត់បញ្ជាក់ច្បាស់ចឹងគឺអត់មានសូម្បីតាការងារហ្នឹងពេល submit ហើយក៏អត់មានការកែច្រើនដែរហើយបើសិនជា creator គាត់យល់ពីទម្រង់ធ្វើច្បាស់គាត់នឹងធ្វើវាលឿនជាជាងគាត់យកទៅគិតនឹងរៀប plan ឡើងវិញរញ៉េរញ៉ៃត្រង់នេះគឺបានបង្ហាញថា campaign brief ដែលច្បាស់លាស់វាគឺជាគ្រឹះមួយនាំទៅឲ្យយើងទទួលបានលទ្ធផលល្អនិងការផ្សព្វផ្សាយរបស់យើងគឺនឹងមានប្រសិទ្ធភាពជាងមុនអញ្ចឹងបើសិនបើអាជីវកម្ម SME ទាំងអស់ទូចក្តីធំក្តីខ្ញុំលើកទឹកចិត្តមែនតើឲ្យចូលមកផុស campaign brief មួយដែលស្នើសុំបើឲ្យខាង creator គាត់មកធ្វើយើងអាចពិចារណាទៅលើ proposal គាត់បានទាំងអស់នៅពេលដែលគាត់ submit មកយើងចូលមើលទៅមើល profile គាត់មើល category គាត់មុននឹងយើងសម្រេចចិត្តថាឲ្យគាត់ promote អ្វីដែលយើងនិយាយទាំងនេះគឺវាមាននៅលើ platform របស់យើងដែលជា infludo.com ទាំងអស់គ្នាអាចចូលទៅស្វែងរកបាន
ហើយបើសិនជា content brief យើងគឺត្រូវជាមួយនឹង creator ណាមួយគាត់នឹងព្យាយាម submit proposal មកយើងតែម្ដងមិនចាំបាច់យើងទៅឆាតសួរគាត់ទេ